ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូមួយបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅធ្វើការលុប status ឬមួយក៏ share បងប្អូនចាស់ឬមួយក៏រូបភាពចាស់ដែលបងប្អូនបានផុសកាលពីមុនមកអញ្ចឹងបើសិនជាបងប្អូនចង់លុបងាយស្រួលទេយើងគ្រាន់តែចុចមួយคลิกទៅយើងអាចធ្វើការលុបបានហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ Facebook របស់យើងទាំងអស់គ្នាមកអញ្ចឹងបន្ទាប់ពីយើងចូលកាន់ Facebook ហើយបងប្អូនចូលនៅក្នុង menu នៅខាងក្រោមបន្ទាប់ពីចូលកាន់ menu ខាងក្រោមហើយបងប្អូនធ្វើការអស់ចុះក្រោមមកបងប្អូនចុចទៅលើពាក្យថា Setting and Privacy តមកទៀតបងប្អូនចូលនៅក្នុងពាក្យថា Setting ទៀតមកអញ្ចឹងនៅពេលដែលបងប្អូនចូលមកកាន់ Setting ហើយបងប្អូនធ្វើការអស់ចុះក្រោមរហូតមកដើម្បីស្វែងរកពាក្យថា Activity Log អញ្ចឹងនេះគឺពាក្យ Activity Log បងប្អូនចុចចូលនឹងមកបន្ទាប់ពីចូលនឹងហើយគឺវាចេញតម្រងបែបនេះមកវាមានអាឈាមនិងត្រាស់អញ្ចឹងបងប្អូនចូលនៅក្នុងត្រាស់នេះអញ្ចឹងនៅពេលដែលបងប្អូនចូលនៅក្នុងត្រាស់នេះគឺបងប្អូននឹងឃើញហើយនេះគឺជា status ដែលខ្ញុំបាន share អញ្ចឹងខ្ញុំបើសិនជាបងប្អូនធ្វើការ share ច្រើនកាលពីមុនមកគឺវានឹងចេញច្រើនតាមហ្នឹងតែដោយសារតែខ្ញុំមិនដែល share ទេអញ្ចឹងគឺវាមានតែមួយហ្នឹងទេអញ្ចឹងបងប្អូនចង់លុបបងប្អូនធ្វើការ select ទៅលើពាក្យថា all ខាងលើនេះបងប្អូនចុចគ្រីសមកហើយបងប្អូនចូលមកកាន់ tray 3នៅខាងក្រោមនេះអញ្ចឹងវាមានពាក្យ archive restore និង delete អញ្ចឹងបងប្អូនចុចទៅលើពាក្យ delete មកហើយចុចទៅលើពាក្យថា delete ទៀតទៅ